បងប្អូនខ្មែរយើងនៅហាវ៉ៃនេះគាត់បកកាយដាំមែនតែនហ្មងណាហើយក្រូចមើលឡើងដូចក្រូចថ្លុងណាធំប៉ុណ្ណឹងក្រូចថ្លុងនឹងឯងប៉ុន្តែជូរក្រូចដូចក្រូចឆ្មាអញ្ចឹងណាយើងប្រើសម្រាប់ធ្វើម្ជូរណាហើយខ្ញុំនេះនិយាយពីថាខ្វះកដល់ហើយដោយសារតែដើមវាទូចទេប៉ុន្តែផ្លែយកតែមែនទេណាពួកខ្ញុំនឹងអាយុសម្មើគ្នាទេហើយទៅមិនស្គាល់គ្នាហើយដល់ពេលស្គាល់គ្នាទៅហើយតាក់ចរិតអីនិយាយពីថាដូចគ្នាមែនតែនអញ្ចឹងហើយថ្ងៃនេះបានឱកាសមកលេងផ្ទះគាត់ហើយអូយសប្បាយចិត្តមែនតែនកន្លែងឡើងស្អាតផ្ទះគេឡើងស្រស់ស្រាយមែនតែននៅគេថតខ្នងម្ចាស់ចង្ការមួយនេះអូយចាចង្ការ Oh my god មើលផ្ទះគេបងប្អូនដាក់ទៅមកខ្ញុំថតតែខ្នងណាមានថតមកណានេះបងប្អូនខ្មែរយើងនៅស្រុកហាវ៉ៃនេះអូយគាត់មានកន្លែងខ្លួនឯងកន្លែង fresh ហ្មងណាមិនដឹងថ្ងៃណាមួយទេខ្ញុំបានអញ្ចឹងអីវិញអូយតែសភាពគេអញ្ចឹងណាខ្ញុំសម័យចង់បានអញ្ចឹងណាហើយលក្ខណៈផ្ទះមានផ្លែឈើមានអីមានដើមឈើមានអីអញ្ចឹងហើយដាក់ចក្រានហើយឈៀងការ៉ាអូខេបានអត់នៅម្ដុំហ្នឹងម្ចាស់ចការគេអៀនគេថាកំថតមុខថតតែខ្នងបានហើយសើពីអ្នកប្តីប្រពន្ធគាត់មែនតែនត្រូវចំណាយពេលវេលានិយាយទៅសេចក្តីស្រឡាញ់ឲ្យពេលវេលាច្រើនណាស់ទំហំតែថែទៅតាមបានអញ្ចឹងណាថែតំណាំបានមានផ្លែមានអីហើយចង់និយាយថាវាស្អាតណាវាភៅមួយនៅហាវ៉ៃហ្នឹងទៅបីនិយាយថានៅតាមផ្ទះគេសបោផ្លែឈើជ្រុះដូចថាអាចថាក្រូចជ្រូកអីអញ្ចឹងដូចនឹងយើងសបោស្វាយអញ្ចឹងណាតែនេះបើថាក្រូចច្រើនជ្រុះអញ្ចឹងមែនតែបើយើងទៅទិញនៅផ្សារនៅថ្លៃដដែលអត់មានចុះថ្លៃអីទេដោយសារតែភាគច្រើនអាវ៉ាន់យកចេញនាំចូលលេងអញ្ចឹងណាដោយថានាំចូលពី mainland នាំចូលពីអាមេរិកដីគោកអីចឹងទៅអញ្ចឹងទីផ្សារនៅនេះវានៅវល់ដដែលហ្នឹងកសិករគាត់លក់បានប៉ុន្តែលក់ដូចផ្សារកសិករអីចឹងនៅតាមភូមិនៅតាមអីចឹងតែបើផ្សារធំដូច Walmart ដូច Safeway អីនៅតែយកបន្លែពីខាងនោះមកដដែលហើយអាវ៉ាន់នៅតែថ្លៃដដែលទោះបីថាអញ្ចឹងបានថាសំខាន់មែនតើបើយើងមានដីដាំខ្លួនឯងហើយរស់បានហើយតែបើអត់ហ្នឹងទិញឡើងខ្សោះខ្លួនហើយត្រឡប់មករឿងពីអ្នកខ្ញុំវិញវាហួសចិត្តត្រង់ថាខ្ញុំមកនៅនេះ2ឆ្នាំជាងហើយអត់ដែរស្គាល់គាត់សោះយើងវាអត់ដែរស្គាល់គ្នាសោះហើយពីដើមតងជួបគ្នាហ្នឹងអរគុណហើយដែលបានស្កាត់អរគុណហើយដែលមិនខែមុនគាត់ស្កាត់មកជួបខ្ញុំអង្ការដែលខ្ញុំប្រកាសលក់ garage sale លក់អាវ៉ាន់ឲ្យមិត្តភ័ក្តិដែលគាត់ឈឺអីចឹងណាហើយទៅបានគាត់ស្កាត់មកជួបដល់កន្លែងចឹងទៅយើងស្គាល់គ្នាពីពេលហ្នឹងទៅចឹងណាបើមិនចឹងទេហ្នឹងគឺអត់ដែរបានស្គាល់គ្នាទេហើយសង្ឃឹមថាថ្ងៃណាមួយចាំយើងទៅចាក់បាញ់ឆែវជុំគ្នាមិនងាយណាមិត្តភ័ក្តិដែលយើងអាចដើរជាមួយគ្នាហើយដើរចូលគ្នាចឹងណាហើយគេជឿអូយលឹកកៃនេះអ្វីតែមែនទេណាអូនឹងដូចហ្មងមើលវាចង្ងាយវ៉េតែអានឹងមានអីព្រោះស្លឹកគ្រៃយើងមានធៀងនេះដែរតាអញក៏មិនដឹងថាអីស្លឹកគ្រៃគេមានច្រើនប្រភេទហើយក៏មិនប៉ុន្តែនេះដើមវាចឹងដូចមែនណាហើយឯងនិយាយថាកាត់យកមកច្រាំគឺនិយាយវាមិនមែនដូចស្លឹកគ្រៃយើងមែនស្តៀងទៅឥឡូវឯងទិញគេផ្សេងទៀតយកមកដាក់ដាំអានោះបានដើរជាមួយម្ចាស់ផ្ទះទៅសួរទៅជូកនឹងបានពីណាអូប្រេះទិញមកពីអនឡាញទៅទិញពីអនឡាញហ្នឹងឆ្ងាយតែគេ ship មកពី mainland ដឹងអូប្រេះហើយដល់កងក៏ប៉ុតក៏គេមានលក់នៅណេះអីដែរយ៉ាងដែលយើងទិញតពីគេអីចឹងបងមើលមកដល់នាទីនេះចាំជួយ subscribe ផងដើម្បីមើលទទួលបានវីដេអូប្លែកៗទទួលបានធម្មជាតិស្អាតៗពីខាង Hawaii អរគុណច្រើនជម្រាបលា